จะเป็นซุ้มมองนี้จุดยมบ้านน่ารักngàyนี้dương mà to merin bảo dưỡng là sao tại mà dạ cao từ nhiều bố chẳng ngàyนี้dương mà to merin bảo dưỡng cứ chỉ môi năng transistor chẳng transistor cứនិយមម្នៃគឺយើងនិយាយអំពីការចាប់ផ្ដើមរបស់ transistor គឺជាយើងអាចប្រៀបបានជាមួយនឹងដូចកុងតាក់អញ្ចឹងគឺជា switch ដែលយើងអាចបញ្ជាបានដែលយើងគ្រាន់តែភ្ជាប់ខ្សែ 12V ហើយយើងប្រើ delay ក៏បានយើងប្រើជាមួយនឹង resistance ដើម្បីទប់ភ្លើងដើម្បីនឹងធ្វើជាកុងតាក់បានផងដែរហើយយើងតមកទៀតជាមួយនឹង transistor វាមាន3ប្រភេទដែរវាមានទី1បើសិនជាយើងនិយាយក្នុងករណីនៅពេលដែលគ្មានភ្លើងចូលជើង B របស់ transistor ជើង B ហើយនិងជើង C មិនដំណើរការទេ transistor គឺ off អញ្ចឹងនៅពេលដែលភ្លើងដែលមានចូលជាមួយនឹងជើង B ករណីដែលមានភ្លើងចូលគឺវាធ្វើឲ្យការបញ្ចេញភ្លើងរបស់ transistor គឺ on អញ្ចឹងមានន័យថាបើសិនជាករណីភ្លើងអត់ចូលគឺ off ចុះបើសិនជាករណីភ្លើងចូលគឺវា on អញ្ចឹងទី3គឺយើងនិយាយជាមួយនឹងការភ្លើងចូល 50% អញ្ចឹងបើសិនជាករណីភ្លើងចូលទៅលើ 50% ទៅលើ transistor flow control ធ្វើឲ្យបញ្ចេញភ្លើងពាក់កណ្ដាលយើងអាចគិតថាវាសាមញ្ញថាផ្សំឡើងដោយ diode ពីរគ្រាប់បញ្ចូលគ្នាអញ្ចឹងមានន័យថាtransistor គឺជាយើងអាចនិយាយបានថា diode 2ផ្គប់ចូលគ្នាតែមួយអញ្ចឹងនេះគឺជារូបរបស់ transistor បងបានឃើញអញ្ចឹងគឺវាមានតូចគឺវាតូចមែនតើអញ្ចឹងវាប្រៀបដូចដែលនៅខាងក្នុងរបស់វានេះគឺមានជាមួយនឹង diode 2ផ្គប់ចូលគ្នាហើយអានេះគឺជាប្រភេទ NPN ឬក៏ PNP អញ្ចឹងក្នុង channel របស់វាក្នុងរបស់ transistor គឺមាន2 channel ដែលគេហៅថា NPN ឬក៏ PNP អញ្ចឹងយើងចូលមកបន្តទៀតយើងនិយាយពីទម្រង់នៃ transistor អញ្ចឹងទម្រង់នៃ transistor គឺបានបង្កើតឡើងពីដំណ diode PN ដាច់2ដាច់ឬក៏ជាប់គ្នាត្រង់ transistor ដែលយើងចែកចេញជា2 channel ដែលខ្ញុំបាននិយាយមិញគឺមាន PNP ហើយនឹង NPN អញ្ចឹងបន្ទាប់ឡើងមកទៀតគឺយើងនិយាយជាមួយនឹងគេចាត់ផ្ដើមបញ្ចូល diode ផ្នែកខាង N ទៅខាង N ហើយបញ្ចូលគ្នាដោយគេបង្កើតឡើងជាមួយនឹង transistor ប្រភេទ PNP ឬក៏គេបញ្ចូលជាមួយនឹង diode ផ្នែកខាង P ទៅខាង P បញ្ចូលគ្នានោះគេបង្កើតបាន transistor ប្រភេទ NPN គេហៅជើងទាំង3គឺជាប្រភេទ emitter នេះមានសញ្ញាអក្សរ E ហើយជើង base អក្សរ B ហើយជាមួយនឹងជើង collector អញ្ចឹងនេះគឺជារូបភាពរបស់transistor ដែលយើងបានឃើញដែលបងបានឃើញជាមួយនឹងមាន diode 2ជាមួយគ្នាហើយនឹង diode 2ជាមួយគ្នាដូចគ្នាដែលវាមានឈ្មោះថា NPN ហើយនឹង PNP អូខេអញ្ចឹងខ្ញុំសូមសង្ខេបកន្លែងនឹងបន្តិចដែរដោយសារតែមេរៀនយើងច្រើនអញ្ចឹងខ្ញុំសូមសង្ខេបអញ្ចឹងបងអាចនឹងរៀនពិបាកយល់បន្តិចប៉ុន្តែខ្ញុំនឹងសង្ខេបឲ្យរៀនយល់ជាងនឹងបន្តិចអញ្ចឹងគ្រាន់តែជារូបសាងសង់ទៅលើ transistor ឯង transistor ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំដូចជា diode អញ្ចឹងវាដូចនៅដដែលទេដូចជាយើងបងបាននិយាយដឹងថា transistor គឺវាប្រៀបដូច diode 2ពុបចូលគ្នាតែម្ដងគឺវាអត់មានដំណើរឆ្ងាយទេអញ្ចឹងជើងរបស់វាក៏វាមានតែ3ដែរវាមាន emitter collector ហើយនឹងជើង base អញ្ចឹងខ្ញុំសូមតមកទៀតជាមួយនឹងនិមិត្តសញ្ញារបស់ transistor អញ្ចឹង transistor និមិត្តសញ្ញាវាគឺជាយើងហៅបានថាជាមួយនឹងemitter សញ្ញាព្រួយបាញ់ចេញទៅតំណាងឲ្យ NPN ហើយសញ្ញាព្រួយបាញ់ចូលតំណាងឲ្យ PNP យើងហៅថា short schematic តាំងដោយអក្សរ U ឬក៏អក្សរ Q នេះគឺជារូបភាពតំណាងរបស់ transistor ដែលយើងមាន emitter base ហើយនិង collector អញ្ចឹងចូលមកទី5គឺយើងនិយាយអំពីដំណើរការអញ្ចឹងវគ្គហ្នឹងគឺយើងសំខាន់ហើយគឺយើងចូលដល់កាន់តែជ្រៅជាមួយនឹងtransistor អញ្ចឹងទី1ដែលយើងនិយាយគឺយើងនិយាយពីជាកុងតាក់អញ្ចឹងពេលដែលយើងយកជើង pin ទី4យើងយក pin 4ប៉ះជាមួយនឹង VCC មកទៅនឹង volt មានន័យថា transistor ដែលជាអ្នកភ្ជាប់របស់យើង
cứ vì trên chia dương hai thằng chờ đón đó rồi có triển đi để dương hai thằng bộ đó rồi có trường mặt đây chân tới tờ lơ mà to hai cầm rất với cứ chữ rồi lươn áp tờ lơ ôm rồi bỏ resistance chuột trường bình chẳng bên đây tha bờ sân chia dương trong ao đầm na ca rồi bỏ mà to nâng đào lươn rồi đào dứt anh nâng áp tờ lơ resistance đại bông bông cầm bông đặt và dương đạm rồi ôm rồi còn mà khe rồi còn một pon rồi còn một mơn anh nâng áp tờ lơ bông bông để trong ba nói về riêng lươn rồi dứt áp tờ lơ bông bông cho mùi nâng ca pra cho mùi nâng resistance hay TP dương vậy pi đầm na cá robot transistor chia còn tạ liền hay thay chia switch chân p đại dương vô đây từ pa dương vô đây dương từ pa lại từ này á chân bí cứ bộ bốt cứ nó hồng pu LED cứ phừ nâng mi này tha transistor và dân cứ chia còn tạ để ai cũng nó đầm lấy cho đón ai từ LED đợi phân phải từ lửa đầm lấy ôm lượng đầy được bảo dưỡng chân mi này tha bà sân chịu bong bong ở ban đặt đây từ lờ đi vô nâng tề chân cứ bong pu phơi nâng gạt phơi còn ta bà sân chịu bong bong ở kia vô đây vô tới đại cho môi nâng cái lại pol trường bi cái hai thập pol bố á bong bong đã tới cứ nâng phơi transistor nó cứ đầm na cá hay nâng phơi đi lư thành ok chân cho mau top tiết chân cứ đầm na cá đầm bò transistor chỉ còn tạo đôi khi ta đài dương prai cho môi nâng vài bò dương hai thà resistance vài bó để merin muốn đại nhầm bàn bên vô cho mình merin resistance vài bó rồi vậy chẳng p để dương vô đây mua tờ lơ volume để dương hai volume đôi bảo ở dương nó nung po đi lứ tam cùng được mà đong tịnh cứ việc thua ao dương mineta transistor bởi dương cứ đôi chỉ công tác để ai cũng not đầm lấy cho ron ao từ LED để không phải tờ lơ đầm lấy ôm overmat overlip chia sẻ một bóng ôm clip để dương hai tháo chia vào đại bo nó ảnh chia vào lim dương múa là một bông tha ở pì sồn chẳng mà bông mù là từ lớn cứ vì là từ tam và lửa vào dương cứ pì sồn từ mà rồi phải sập chẳng là một bóng chẳng cho mà đo thì bốn cứ dương thì về pi đầm ná cá brick nhà robot transistor chẳng không ca đầm ná ca robot ca brick nhà robot transistor cứ đầm ná cá bằng brick nhà robot transistor pra từ lỡ amplifier chẳng mini tha đầm bay bằng ca nhà chẳng bật sân chỉ dương phía trên cứ transistor cứ dương pra từ lỡ amplifier đôi bộ phê transistor để nhôm miến chấm chậm tích một bóng nhôm rồi mà tích này anh ấy cái chia đầm nang tối này cái chia nang thòng này này chia transistor đá để nhôm phơi chia vào lim cứ dân mua vía đầm lao tới đầm bay khơi chia nhà hay nước nông ampli coi dương miền phòng đài cứ phía trán cứ nước nông ampli cứ miền transistor cho maintain đầm bay phần rít nhà vía đầm bay lưu dùm lên ban căn tại lọ phòng đài hơi chỉ mùi nâng tí pram ampli này nhưng cho mà đo ampli làm đón cứ ampli cứ cùng ta đào transistor một crop cứ transistor một crop rồi cái transistor pi crop cho nắm trong pua transistor là miền đây từ chế chướng miền standard chẳng sản xuất bông bông đại khơi cho môi nâng transistor là miền đây từ chế nơi vì lơ biết cứ miền thay vì chỉ standard chẳng năng bông bóng cứ miền chân tí mũi dùng coi là chân bí chân tí bí dùng coi là chân xí hay là chân tí bấy dùng coi là chân y chẳng này cứ chỉ rút ở transistor để bông bông ai khơi này vì miền một phết ní của miềnประเภทนี้ก็มีให้วิมีประเภทเซนจิจารติดได้ยืงเคยได้บงมันเคยในขนมบอดแจกแสดงของได้ให้ตีผมมวยได้ยืงนี่เยอะอยู่มวยนั่งทรานซิสเตอร์ประเภท SMD trongบงมันเคยในขนมปฏิเสธระบบ SMD บงปฏิเสธเคยในขนมบอดได้ยืงเคยทรานซิสเตอร์ตุ้ยมีนี่ประเภททรานซิสเตอร์ตุ้ยนี่ในขนมนี่อันนั้นจีประเภท transistor ได้ยืนยัยท่าจีประเภทขนาดตุ้ยได้ยังหา SMD ได้จีประเภทtransistor ได้เกี่ยวปลาตะเล mainboard ประเภท micro หรือก็ nano วิมีนผมโตยมันเห็นจังบางบ้านเคยจัดได้อย่างจังนี่คือจีรูประบบ transistor ประเภท SMD จังโจมันเอาตีมปานนี้คือยืนนี่ยัยจมูกนังกาวัวไอ้ขยมนังเฟอร์วิดีโอจมูกนังกาวัว transistor ของใด
chẳng ca bùa robot transistor cứ tí muối bong còn tại dương vô transistor đã miên thay muối đòi dương ai chẳng qua trường bí trường sĩ nâng trường y tam rồi dạ nhà mùi lờ tùa còn tái nè mình tuần score từ bộ phê chỉ PNPឬក៏ NPN អ្នកអាចកំណត់ទៅលើតេស្តដោយប្រើអូម៉ែតដាក់កាលីគុណនឹង1ក៏បានគុណនឹង10ក៏បានឬក៏វាស់ដែលតាទី1គឺយើងយកយើងភ្ជាប់ខ្សែបងយកភ្ជាប់ខ្សែជាមួយខ្សែក្រហមទៅលើជើង B និងខ្សែខ្មៅទៅជើង emitter អញ្ចឹងអ្នកនឹងឃើញតនិចនឹងវត្តចង្អុលទៅតម្លៃresistance BE លើគំនូក្រិតអញ្ចឹងមានន័យថាបើសិនជាបងយកជើងក្រហមទៅបេះហើយជាមួយនឹង emitter គឺវានឹងវត្តចាវានឹងវត្តមកចាអញ្ចឹងខ្ញុំធ្វើវីដេអូប្រាប់លម្អិតជាមួយនឹងការវាស់ផងដែរហើយទុកខ្សែក្រហមទៅជើង B ដដែលប៉ុន្តែបងយកមកដាក់ជើង C វិញហើយបងមើលទៅថាឃើញតនិចហ្នឹងចង្អុលទៅលេខតូចអញ្ចឹងបើសិនជាករណីមួយឡើងជើងធំបងមើលទៅវត្តជើងទៅជើងធំនេះវត្តទៅតម្លៃរៀងកណិតគ្រូគនូក្រិតហើយទី2វាតូចជាងមុនអញ្ចឹងមានន័យថាគឺវាជាប្រភេទ PNP អញ្ចឹងបងវាជាប្រភេទ PNP ចុះបើសិនជាករណីយើងដឹងថាជា PNP ហើយចុះជាមួយនឹង NPN គឺយើងគ្រាន់តែត្រឡប់ខ្សែមកបងយកខ្សែពណ៌ខ្មៅដាក់ជាមួយនឹងជើងបេះហើយជើង emitter គឺយើងប្រើជាមួយនឹងពោលបូកអញ្ចឹងបងនឹងឃើញហើយអញ្ចឹងគេថាជប់ខ្សែខ្មៅទៅនឹងទិសជើង B យើងហៅថាជើងបេះហើយខ្សែក្រហមទៅជើង emitter វិញពេលនោះយើងឃើញតនិចចង្អុលវត្តជាមួយនឹងតម្លៃ resistance BE ដូចគ្នាគឺបេះហើយនឹង emitter ដូចគ្នាអញ្ចឹងបន្តឡើងទៀតយើងមកនិយាយអំពីទុកខ្សែជើងខ្មៅដដែលដូចជាមួយនឹងអាការវាស់ជាមួយនឹង PNP បងទុកខ្សែក្រហមនៅជើងបេះដូចដែរអញ្ចឹងជាមួយនឹងពោលដកនេះគឺបងទុកជើងដកនៅបេះដដែលទៀតហើយបងនឹងសម្គាល់ឃើញថានឹងឃើញតនិចអូម៉ែតនេះវត្តជាមួយនឹងតូចជាងមុនដដែលទៀតអញ្ចឹងយើងសន្និដ្ឋានថាអីយើងសន្និដ្ឋានថាវាជា PNP បងចំណាំកន្លែងហ្នឹងបន្តិចថាបើសិនជាយើងយកជើងក្រហមយកទៅដាក់ជាមួយនឹងជើងបេះហើយនឹងជើង emitter គឺវាវត្តហើយជើងបេះហើយជាមួយនឹង collector បើសិនជាវត្តរៀងទៀបហ្នឹងគឺ PNP ប៉ុន្តែបើសិនជាករណីមួយទៀតគឺយើងចង់ដឹងថាវាជា NPN បងយកតែជើងខ្មៅដាក់ជើងបេះហើយដាក់ជើងជាមួយនឹង emitter ហើយវានឹងវត្តហើយបន្ទាប់ឡើងទៀតបងទុកជើងបេះដដែលបងយកមកវាស់ជាមួយនឹង collector បងនឹងឃើញវាវត្តដូចគ្នាប៉ុន្តែតម្លៃទីជុំដូចគ្នាអញ្ចឹងមានន័យថាវាជា PNP អញ្ចឹងក្នុងករណីមួយទៀតយើងហៅថាករណីមិនស្គាល់ជើងដូចប្រភេទនេះដូចជាប្រភេទនេះយើងអត់ស្គាល់ជើងទេបងយើងអត់ដឹងថាជើងណាជាជើងបេះជើងណាជាជើង emitter មួយណាជាជើង collector ទេអញ្ចឹងជាដំបូងបងគ្រាន់តែយកខ្សែទាំងពីរហ្នឹងខ្សែទាំងពីរហ្នឹងយកទៅភ្ជាប់ក្នុងចំណោមជើងទាំង3ហ្នឹងថា transistor ធ្វើម៉េចបានឲ្យតនិចហ្នឹងវត្តសិនអញ្ចឹងបងយកអូម៉ែតបានវាស់នឹងវាស់ទៅលើជើងទី1ជើងទី2ទី3អញ្ចឹងបងគ្រាន់តែដាក់នេះមកជើងទី1ទី2ទី3អញ្ចឹងបងគ្រាន់តែយកអូម៉ែតរបស់យើងដាក់វាស់ទៅបងយកក្រហមមុនគេដាក់ជើងទៅលើជើងគេឥឡូវយើងនិយាយពីខ្ញុំអានេះខ្ញុំហៅថាជើងបេះជើង collector ហើយនិងជើង emitter អញ្ចឹងបងមើលវាសិនមកថាតើបើសិនជាជើងនេះវត្តរៀងទៀបហើយជើងនេះវត្តរៀងខ្ពស់អញ្ចឹងយើងចំណាំថា PNP អញ្ចឹងបងគ្រាន់តែត្រឡប់មកជើងខ្មៅវិញមកបងមើលទៅដល់ដូចនឹងអា PNP ហើយបងគ្រាន់តែត្រឡប់ជើងខ្មៅចូលមកកន្លែងបេះមកគឺយើងដឹងថាហ្នឹង NPN អញ្ចឹងបងអញ្ចឹងដូចជាមេរៀនយើងដូចជាចប់ត្រឹមនេះហើយគ្រាន់តែជាវីដេអូក្នុងការដែលជាមួយនឹងការវាស់ទេអញ្ចឹងចាំមើលខ្ញុំនឹងធ្វើវីដេអូជាមួយនឹងការវាស់ទៅលើ transistor ចែកជូនបងប្អូនអរគ្នាហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណទៅដល់បងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូរហូតដល់ចប់
ហើយបើសិនជាការនិយាយរបស់ខ្ញុំរៀងលឿនហើយជាមួយនឹងបងអត់យល់បងអាច comment ប្រាប់ខ្ញុំខាងក្រោមហើយខ្ញុំសូមឲ្យបងទាំងអស់គ្នាទៅមើលមេរៀននៅខាងលើផងដែរដើម្បីបងយល់ពីមេរៀនខាងលើរហូតមកដល់ខាងក្រោមហើយខ្ញុំពិតជាអធិស្ឋានបងទាំងអស់គ្នាកុំមួយមករយៈពេលនេះគឺខ្ញុំធ្វើការផងអីផងអញ្ចឹងទៅខ្ញុំអត់សូវមានពេលបានធ្វើវីដេអូចែកជូនបងទេប៉ុន្តែខ្ញុំនឹងព្យាយាមរយៈពេលនេះគឺខ្ញុំរៀងសម្រាប់ក្រែលអញ្ចឹងខ្ញុំនឹងធ្វើវីដេអូឲ្យទៀងទាត់សម្រាប់បងជាមួយនឹងការតាមដានវីដេអូរបស់ខ្ញុំហើយចំពោះវីដេអូរបស់ខ្ញុំគឺបងអាចតាមដានមាន2ប្រភេទដែរដែលខ្ញុំធ្វើជាមួយនឹងការជួសជុលផងការតឡើងជាមួយនឹងកូដប្រភេទ Arduino សម្រាប់បងចង់រៀនជាមួយនឹងកូដ Arduino ជាមួយនឹងការរៀនជាប្រភេទ Smart Home បងអាចតាមដានទស្សនាខ្ញុំផងដែរទៅដោយសារតែវីដេអូប្រភេទដែលខ្ញុំធ្វើជាប្រភេទ Arduino ហ្នឹងគឺខ្ញុំធ្វើជា project ទេខ្ញុំធ្វើជាគំរូឬក៏អីផ្សេងៗក្នុងការធ្វើទេប៉ុន្តែបើសិនជាមេរៀនជាមួយនឹង basic electronic ខ្ញុំនឹងធ្វើចប់ខ្ញុំនឹងធ្វើទៅមេរៀន Arduino បន្ថែមចែកជូនបងហើយនឹងវីដេអូក្រោយជួបគ្នាទៀតអរគុណច្រើនបងប្អូនអរគ្នា